អ្វីបានជាតំបន់ទ្វារមាសមានការរងាស់ខុសពីធម្មតាទាំងដែលបងស្ត្រីលាងសម្អាតនៅតំបន់ទ្វារមាសជាប្រចាំថ្ងៃស្ត្រីខ្លះមិនត្រឹមតែមានការរងាស់ទៅនឹងតំបន់ទ្វារមាសទេថែមទាំងមានការធ្លាក់សខុសធម្មតាធ្លាក់សមកខាប់ដូចទឹកដោះគោកកដុំស្អិតដូចបាយម៉ានដូចជាកតិចកដាស់ទៅទឹកស្ត្រីខ្លះអត់ធ្លាក់មកទេដោយសារតែកកស្អិតជាប់នៅជញ្ជាំងទ្វារមាសរបស់បងស្ត្រីពីខាងក្នុងមានការក្រហាយផ្សារពេលនោមឬក៏ពេលរស់នៅជាមួយនឹងដៃគូទ្វារមាសរបស់បងស្ត្រីមានការហើមមានការឡើងក្រហមឬក៏ឡើងកន្ទួលករណីនេះគឺបងស្ត្រីកំពុងតែមានបញ្ហាផ្សិតទៅនឹងតំបន់ទ្វារមាសហើយប្រសិនបើបងស្ត្រីមានបញ្ហានេះកុំបន្តទុកយូរព្រោះវាអាចបង្កទៅជាការរលាកទៅនឹងតំបន់ទ្វារមាសធ្វើឲ្យបងស្ត្រីមានការឈឺចុកឆាប់ពេលដែលរស់នៅជាមួយនឹងដៃគូឬក៏ធ្វើឲ្យបងស្ត្រីបាត់បង់ទំនុកចិត្តលើខ្លួនឯងតែម្ដងកុំទុកឲ្យបញ្ហាតូចក្លាយទៅជាបញ្ហាធំឆាប់ស្វែងរកដំណោះស្រាយឲ្យបានត្រឹមត្រូវប្រសិនបើបងស្ត្រីមានបញ្ហានេះហើយពិបាកក្នុងការដោះស្រាយឬក៏ដោះស្រាយច្រើនហើយនៅតែមិនទទួលបានផលអាចទំនាក់ទំនងមកអ្នកគ្រូឥឡូវនេះអ្នកគ្រូនឹងមានដំណោះស្រាយក្នុងការដោះស្រាយជូន